អ្នកទាំងអស់គ្នាដូចខ្ញុំចង់សំលុយលើកណាក៏ដែរបានសម្រេចដែរតែនៅពេលដែលខ្ញុំផ្លាស់ប្ដូរពីរបៀបសំលុយថ្មីខ្ញុំមើលឃើញថាវិធីថ្មីនេះបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទាំងស្រុងពីមុនណាខ្ញុំគិតថាការសំលុយតើតែយើងមានលុយច្រើនសិនបានយើងសំបានដូច្នេះខ្ញុំមិនសូវបានសំអីជាប់លាប់ទេថ្ងៃណានឹកឃើញសំក៏សំថ្ងៃណាអត់នឹកឃើញក៏អត់ទេអញ្ចឹងមួយខែគឺខ្ញុំចំណាយទៅលើរបស់អត់ចាំបាច់ច្រើនមែនតើដូចជាខោអាវកាបូបស្បែកជើងកំងអនឡាញកំង skin care និយាយទៅកំងរាល់ថ្ងៃរហូតដល់ថ្ងៃមួយដែលខ្ញុំអង្គុយឆ្ងល់នឹងខ្លួនឯងថាមួយខែខ្ញុំរកចំណូលបានច្រើនដែរប៉ុន្តែហេតុអីក៏អត់មានលុយសល់សោះនៅចុងខែ9នេះខ្ញុំក៏ចាប់ផ្ដើមកត់ត្រានៅរាល់ចំណាយទាំងអស់នៅក្នុងខែ9ហ្នឹងធ្វើឲ្យខ្ញុំបានភ្ញាក់ផ្អើលនឹងខ្លួនឯងថាការពិតកន្លងមកគឺ50ទៅ60%នៃចំណាយរបស់ខ្ញុំគឺជាចំណាយអត់ចាំបាច់ដែលខ្ញុំចេះជាលុយច្រើនមែនតើពេលនោះដែរក៏ជាពេលដែលខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរការគិតម្ដងទៀតថាខ្ញុំត្រូវតែផ្លាស់ប្ដូរពីវិធីនៃការចាយលុយរបស់ខ្ញុំចាប់ផ្ដើមធ្វើគម្រោងបាត់ចិត្តចំណាយសម្រាប់ខែ10និងខែ11ដែលជាគម្រោងចំណាយទុកមុនទៅហើយចាយសម្រាប់តែរបស់ដែលចាំបាច់តែប៉ុណ្ណោះការធ្វើបែបនេះរយៈពេល1ខែខ្ញុំចាប់ផ្ដើមសង្កេតមើលឃើញថានៅចុងខែ10ខ្ញុំសល់លុយបានរហូតដល់ជិត$400នេះគឺគ្រាន់តែជាចំនួនមួយផ្នែកដែលយើងកាត់ចេញពីចំណាយអត់ចាំបាច់តែប៉ុណ្ណោះនៅត្រង់ចំណុចនេះខ្ញុំចង់ចែងជូនទៅដល់បងប្អូនទាំងអស់គ្នាថាការពិតការសំលុយមិនមែនស្ថិតនៅត្រង់ថាតើយើងមានលុយច្រើនមិនយើងអាចសំបានទេគឺគ្រាន់តែកាត់ចេញពីចំណាយអត់ចាំបាច់មួយថ្ងៃតិចក៏យើងអាចសន្សំបានដូចគ្នា